នេះខ្ញុំធ្វើខជើងជ្រូកលាយជាមួយនឹងពោះជ្រូកហើយខខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំបែបលក្ខណៈខាប់ៗអញ្ចឹងនិយាយទៅស្រូបទឹកជាមួយបាយក៏ឆ្ងាញ់ដែរបើខទឹករាវៗខ្ញុំអត់សូវចូលចិត្តហូបទេដោយសារវាអត់សូវមានជាតិឆ្ងាញ់តោះអញ្ចឹងមកមើលពីវិធីដែលខ្ញុំខទាំងអស់គ្នាណាជាដំបូងគឺខ្ញុំយកពោះជ្រូកយកមកលាងចំបាច់អំបិលឲ្យស្អាតតោះមកយើងដាក់ស្ងោរយើងដាក់ជាមួយនឹងស្លឹកក្រូចគល់ស្លឹកគ្រៃខ្ទឹមសបងប្អូនអាចដាក់អណ្ដែងថែមក៏បានដែរតែដោយសារខ្ញុំអត់មានអញ្ចឹងខ្ញុំដាក់តែប៉ុណ្ណឹងណាបន្ទាប់ពីខ្ញុំដាក់ស្ងោរពោះជ្រូកចោលហើយខ្ញុំមកលាងជើងជ្រូកឲ្យស្អាតតោះមកខ្ញុំប្រឡាក់គ្រឿងណាយើងប្រឡាក់គ្រឿងទុកចោលយើងទៅជើងជ្រូករបស់យើងគឺវាចូលជាតិល្អពេលដែលយើងខទៅមានជាតិឆ្ងាញ់ណាបន្ទាប់មកទៀតពោះជ្រូករបស់យើងក៏បានស្ងោរឆ្អិនខ្ញុំក៏យកវាមកលាងទឹកសម្អាតវាម្សាទៀតព្រោះពោះជ្រូកយើងបើសម្អាតអត់ស្អាតទេមានក្លិនអញ្ចឹងពេលដែលខទៅគឺអត់ឆ្ងាញ់ទេហើយខ្ញុំក៏បានកាត់វាជាដុំទូចៗដើម្បីងាយស្រួលពេលដែលខឆ្អិនគឺយើងស្រួលញ៉ាំណាបន្ទាប់មកខ្ញុំយកពោះជ្រូកដែលបានស្ងោរឆ្អិនអីលាងស្អាតហើយហ្នឹងយកទៅប្រឡាក់ជាមួយនឹងជើងជ្រូកដែលមានគ្រឿងក្នុងហ្នឹងស្រាប់ខ្ញុំអត់ថែមគ្រឿងទៀតទេដោយសារពេលដែលយើងខគឺយើងចាំដាក់គ្រឿងបន្ថែមទៀតដើម្បីកុំឲ្យខ្លាច់លោតវាប្រៃអញ្ចឹងណាបើយើងដាក់សរុបយកហ្មងខ្លាច់ប្រៃហើយខ្ញុំក៏បានបន្ថែមជាមួយនឹងម្រេចលាយជាមួយនឹងខ្ទឹមបុកឲ្យម៉ត់យកមកប្រឡាក់ជាមួយនឹងជើងជ្រូកនិងពោះជ្រូករបស់យើងដើម្បីកាត់ជាតិឆ្អាបហើយធ្វើឲ្យពោះជ្រូកនិងជើងជ្រូកពេលដែលខទៅហ្នឹងគឺវាមានក្លិនឈ្ងុយល្អបងប្អូនហើយខ្ញុំក៏យកម្រេចនិងខ្ទឹមសដែលបានបុកហើយទុកខ្លះទុកយកទៅម្លីងជាមួយនឹងស្ករក្រហមអញ្ចឹងបន្តមកទៀតខ្ញុំដាក់ឆ្នាំងមកហើយដាក់ស្ករកូរឲ្យក្រហមបងប្អូនកន្លែងនេះក៏ប៉ិតស្ករនឹងយើងត្រូវកូរវាឲ្យឡើងជើងក្រងសិនណាដើម្បីឲ្យពេលដែលយើងខទៅគឺវាគឺខរបស់យើងមានសភាពពណ៌ក្រហមស្អាតអញ្ចឹងណាតែដោយសារតែលវលមើលកូនបដាធ្វើម្ហូបបដាអញ្ចឹងទៅក៏លីងអត់សូវបានក្រហមល្អទេអញ្ចឹងពណ៌ខខ្ញុំអាចនឹងពណ៌វាអត់សូវបានក្រហមស្អាតល្អអញ្ចឹងណាប៉ុន្តែបើរសជាតិគឺឆ្ងាញ់បន្តមកទៀតយើងយកសាច់ដែលយើងបានប្រឡាក់ទុកមុនហ្នឹងយកមកចាក់ចូលជាមួយនឹងស្ករដែលយើងបានកូរហើយបងប្អូនកន្លែងនេះសម្រាប់ទម្លាប់ខ្ញុំដែលធ្លាប់ធ្វើខជាទូទៅហ្មងគឺខ្ញុំរំលីងសាច់ជាមួយនឹងស្ករក្រហមគ្រឿងទាំងអស់ហ្នឹងគឺខ្ញុំរំលីងឲ្យវាដាច់ទឹកបងប្អូននៅពេលដែលយើងរំលីងឲ្យវាដាច់ទឹកបែបហ្នឹងវាជួយកាត់បន្ថយក្លិនឆ្អាបពីសាច់របស់យើងបានល្អហើយខយើងកាន់តែមានក្លិនឈ្ងុយហើយពណ៌ក៏កាន់តែស្អាតជាងមុនដែរបន្ទាប់ពីខ្ញុំបានរំលីងសាច់របស់ខ្ញុំដាច់ទឹកល្អហើយពណ៌ក៏ស្អាតដែរហើយក្លិនក៏កាន់តែឈ្ងុយទៀតខ្ញុំចាក់ទឹកចូលចំនួន3កូនចានដើម្បីរំងាស់សាច់ជ្រូករបស់យើងជាមួយនឹងពោះជ្រូកហ្នឹងឲ្យវាផុយហើយឲ្យវាចូលជាតិគ្នាបានល្អបងប្អូនបើសិនជាយើងអត់រំងាស់បែបហ្នឹងទេសាច់យើងអត់សូវចូលជាតិជាមួយនឹងទឹកទេមានន័យថាយើងញ៉ាំទឹកផ្សេងញ៉ាំសាច់ផ្សេងអញ្ចឹងវាអត់ចូលគ្នាបន្ទាប់មកខ្ញុំក៏ថែមពងដែលយើងបានស្ងោរហើយនឹងចំនួន3គ្រាប់ចូលទៅក្នុងខដើម្បីងាស់វាឲ្យចូលជាតិល្អនៅក្នុងឆ្នាំងតែមួយហ្មងបើយើងចាំខនឹងចិត្តឆ្អិនបានយើងដាក់ពងស្ងោរហ្នឹងគឺពងយើងវាអត់សូវចូលជាតិជាមួយនឹងទឹកខអញ្ចឹងណាបងប្អូនបន្ទាប់ពីថែមទឹករួចថែមពងអីហើយគឺខ្ញុំភ្លក់វាយករសជាតិមកល្មមណាបងប្អូនអត់យករសជាតិដិតពេកទេព្រោះអីខ្ញុំត្រូវរំងាស់ខរបស់ខ្ញុំហ្នឹងឲ្យមានសភាពខាប់អញ្ចឹងបើយើងដាក់រសជាតិដិតពេលដែលរំងាស់ខាប់ទៅវាអាចនឹងដិតជ្រុលឬក៏ប្រៃអញ្ចឹងណាអញ្ចឹងសម្រាប់ខរបស់យើងគឺបានឆ្អិនរួចរាល់ហើយទឹកខគឺបែបខាប់ប៉ុណ្ណឹងបងប្អូននិយាយទៅញ៉ាំឆ្ងាញ់ណាស់ដូចខ្ញុំបញ្ជាក់ពីដើមវីដេអូអញ្ចឹងស្រូបទឹកតេជាមួយបាយក៏ញ៉ាំឆ្ងាញ់ដែរអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ដែរធ្វើខបែបហ្នឹងញ៉ាំសាកធ្វើបងប្អូនឆ្ងាញ់ណាស់ពេលដែលញ៉ាំយើងបន្ថែមទៅជាមួយនឹងជ្រក់ជូរឬក៏យើងសាប់ស្វាយដាក់ថែមទៀតគឺថាឆ្ងាញ់ហ្មងជូរប្រៃផ្អែមអញ្ចឹងសម្រាប់វីដេអូខជើងជ្រូកខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ